សួស្តីបងប្អូនអ្នកទស្សនា Channel YouTube របស់ខ្ញុំទាំងអស់គ្នាថ្ងៃនេះវិលមកជួបគ្នាសារជាថ្មីជាមួយនឹងសៀវភៅទស្សនវិជ្ជារបស់ចៅសំភាគ2 8មនុស្សមានការយល់ដឹងតិចច្រើនគិតតែខ្លួនឯងការសិក្សាជាក្របខ័ណ្ឌមួយដែលមនុស្សមិនគួររំលងនោះទេព្រោះថាការសិក្សាស្វែងរកការចេះដឹងជាពន្លឺសម្រាប់បំភ្លឺមនុស្សឲ្យបានស្គាល់ខ្លួនឯងនិងអ្នកដទៃមនុស្សកើតមកគឺរស់នៅដោយអាស្រ័យខ្លួនឯងអាស្រ័យអ្នកដទៃនិងអ្វីៗដែលនៅជុំវិញខ្លួនដូច្នេះប្រសិនបើយើងចេះស្វែងរកប្រយោជន៍ពីបរិយាកាសឈ្មោះថាយើងមានព័ត៌មានបានជាមូលដ្ឋានក្នុងការថ្លឹងថ្លែងនិងធ្វើអ្វីមួយបានល្អប្រសើរយើងមានព័ត៌មានគ្រប់គ្រាន់ធ្វើឲ្យមានគំនិតនិងការវិភាគបានល្អពេលគិតបានល្អនាំឲ្យមានការសម្រេចចិត្តត្រូវការសម្រេចចិត្តត្រូវនាំឲ្យធ្វើត្រូវការធ្វើត្រូវនាំឲ្យមានវាសនាល្អឬរុងរឿងឬអនាគតរុងរឿងផ្ទុយទៅវិញប្រសិនបើយើងជាមនុស្សអវិជ្ជាឬមិនបានយល់ដឹងពីបរិបទជីវិតនិងសង្គមទីនោះយើងអាចคล้ายជាមនុស្សមានចិត្តចង្អៀតនិងជាមនុស្សមានចិត្តសុញមិនថាទៅណាមកណាឬនៅទីណានោះទេច្រើនតែទោសនេះទិសនោះចង់ឲ្យអ្នកនេះទៅជាយ៉ាងនោះចង់ឲ្យអ្នកនោះទៅជាយ៉ាងនេះច្រណែនអ្នកនេះស្អប់អ្នកនោះគឺថាចិត្តមិនស្ងប់ចិត្តមានរបួសជានិច្ចដោយសារតែខ្វះខាតការយល់ដឹងឬចិត្តអបរស្មីប៉ុន្តែក៏មានអ្នកចេះដឹងច្រើនដែលនៅមានលំអាននោះព្រោះជាប់អធ្យាស្រ័យចាស់ 9 ការចេះដឹងនៅមានកម្រិតត្រូវនិយាយតិចស្ដាប់ច្រើនហេតុអ្វីបានជាតម្រូវឲ្យមនុស្សដែលកំពុងស្ថិតនៅក្នុងការអប់រំឬអ្នកចេះដឹងនៅមានកម្រិតត្រូវស្ដាប់ច្រើនជាងនិយាយព្រោះការណានិយាយច្រើនពេកវាច្រើនខុសការណានិយាយខុសហើយមិនងាយជួសជុលបានទេបុរាណបានពោលថាមនុស្សគឺយកសម្ដីឬថាខ្លឹមរបស់មនុស្សនៅត្រង់ពាក្យពិតប្រសិនបើនិយាយបានល្អគេគោរពស្រឡាញ់គេជួយការពារនិងមានគេស្ញប់ស្ញែងប៉ុន្តែប្រសិនបើនិយាយខុសគេមិននិយាយមិនពិតនិយាយលេះលោះនិយាយឥតបានការវិញនោះឈ្មោះថាជាមនុស្សដែលស្ថិតនៅលើទីទួលមនុស្សល្អតែងគោរពសម្ដីឬគោរពពាក្យសន្យាចាត់ទុកពាក្យសន្យាដូចចវាយរបស់ខ្លួនអញ្ចឹងមុននឹងពោលស្ដីឬមុននឹងសន្យាអ្វីមួយជាមួយអ្នកណាគេប្រយ័ត្នខ្លាំងណាស់បើបានជាសន្យាហើយទោះបីជាយ៉ាងណាត្រូវតែធ្វើតាមសន្យានោះប៉ុន្តែមនុស្សមួយចំនួនមិនសូវឲ្យតម្លៃខ្លួនឯងប៉ុន្មានទេគឺថានិយាយអ្វីឬសន្យាអ្វីជាសន្យាខ្យល់ពាក្យសម្ដីរបស់គេចាញ់បសាបសយំឬចាញ់សំឡេងឆ្កែព្រុសទៅទៀតតែយើងចង់គ្រាន់បើជាងឆ្កែឬចង់អន់ជាងវារឿងនេះទុកឲ្យលោកអ្នកជាអ្នកសម្រេចចិត្តចុះខ្ញុំគ្រាន់តែសូមផ្ដាំថាបើខ្លួនជាមនុស្សហើយកុំឲ្យចាញ់ដេរិឆាន 10. ការស្រឡាញ់ស្អប់មិនទាន់បញ្ចប់បញ្ជាក់ថាការយល់ដឹងនៅមិនទាន់ដល់កម្រិតការស្រឡាញ់ស្អប់គប់ទាស់ច្រណែនលោភលន់ជាដើមរឿងធម្មតារបស់មនុស្សដែលមិនទាន់មានការចេះដឹងសពគ្រប់ឯអ្នកដែលទទួលបានការវឹកហាត់លុតដំដល់កម្រិតរមែងរួចផុតអំពីបញ្ហានោះដើម្បីកម្ចាត់បង់ការស្រឡាញ់ស្អប់បានយើងត្រូវស្វែងយល់ពីជីវិតឲ្យបានច្រើនតែយើងត្រូវសិក្សាមេរៀននេះពីអ្នកណាតែត្រូវសិក្សាពីលោកអ្នកប្រាជ្ញទាំងឡាយជាពិសេសព្រះពុទ្ធដែលព្រះអង្គមាននាមថាជាបរមសាស្តាចារ្យព្រះអង្គបានប្រាប់យើងថាសត្វលោករស់នៅបញ្ញត្តិអាស្រ័យបរមត្ថជីវិតជាការផ្សំឡើងដោយធាតុ4និងខណ្ឌ5ដែលខណ្ឌនិងធាតុទាំងនោះមិនមែនជារបស់បុគ្គលណាទេហើយមានហើយអត់ជួបហើយព្រាត់
ប្រៀបបាននឹងដុំពពុះទឹកនឹងថ្ងៃបណ្ដាកូនកាលណាមនុស្សយល់តាមការពិតនឹងអាចលះបង់ការប្រកាន់និងឈប់ឆ្លោះគ្នាយើងត្រូវពិចារណាប្រការមួយចំនួនដើម្បីលះបង់ការស្អប់គ្នាសម្លឹងមើលផ្នែកល្អនិងអត់ឱនដល់ចំណុចខ្វះខាតរបស់អ្នកដទៃសម្លឹងមើលឲ្យឃើញដល់បំណងប្រាថ្នារបស់មនុស្សនិងព្យាយាមតាមបំពេញបំណងនោះដោយសេចក្តីមេត្តាករុណាសម្លឹងមើលឲ្យឃើញច្បាស់ថាយើងទាំងអស់គ្នាកំពុងស្ថិតនៅក្នុងផ្លូវទីមួយឬស្ថិតនៅក្នុងអញ្ញារបស់មច្ចុដូចគ្នា11ងើយស្គរអោនដាក់គ្រាប់ងើយស្គរអោនដាក់គ្រាប់គឺជាពាក្យទំនៀមបុរាណខ្មែរនិយាយឡើងដើម្បីប្រៀបធៀបរុក្ខជាតិទៅនឹងការប្រព្រឹត្តរបស់មនុស្សបើនិយាយតាមន័យអត្ថានុរូបនៃចំងើយស្គរគឺសំដៅដល់គួរស្រូវដែលមិនមានគ្រាប់ប្រសិនបើគួរស្រូវនោះឈរត្រង់គឺបញ្ជាក់ថាវាមិនដាក់គ្រាប់ទេតែបើគួរស្រូវនោះអោនគឺបញ្ជាក់ថាវាមានគ្រាប់បើនិយាយតាមន័យអត្ថបដិរូបនៃធៀបងើយស្កកគឺសំដៅដល់មនុស្សមានអំនួតមនុស្សចេះដឹងតិចមនុស្សមានចរិតមិនល្អមនុស្សឆ្មើងឆ្មៃមិនដឹងខុសត្រូវមិនស្គាល់គុណទោសនិយាយម្យ៉ាងទៀតងើយស្កកគឺងើយទទួលបញ្ហាមានន័យថាប្រសិនបើលោកអ្នកដើរមើលតែទៅលើលោកអ្នកអាចនឹងមានវិបត្តិក្នុងដំណើរនោះដូចជាជំពប់ជើងដួលនិងជន់បន្លាជាដើមអោនដាក់គ្រាប់គឺសំដៅដល់មនុស្សដែលដឹងហេតុផលយល់អធ្យាស្រ័យអ្នកដទៃជាមនុស្សមានចរិតស្លូតត្រង់ធ្វើអ្វីសមសន្តានញាតិជាមនុស្សល្អឬជាពលក្លឹមជាអំពិលក្លឹមរបស់សង្គមជាតិជាពលក្លឹមរបស់សង្គមជាតិប្រសិនបើលោកអ្នកបានវិភាគនៅក្នុងប្រយោគនេះគឺនឹងរកឃើញនៃច្រើនទៀតដោយលោកអ្នកបានដឹងហើយថាស្រូវដែលស្កកមកពីពុំមានគ្រាប់ឬថាមកពីពុំមានទឹកនិងជីវជាតិគ្រប់គ្រាន់យ៉ាងណាមិញមនុស្សស្កកអាចមកពីពុំមានអ្នកចាក់ទឹកពូនគល់ឲ្យពោលគឺមកពីពុំមានមេបាអប់រំណែនាំតម្រង់ទើសទើបបណ្ដាលឲ្យទៅជាមនុស្សដើរទើសមេឃនិងមនុស្សទទេក្នុងសង្គម12កុំធ្វើជាមនុស្សក្បាលទួលទួលនិងដំបូកជាទីដែលស្ថិតនៅលើទីខ្ពស់ទីសោះកក្រោះឬទីគ្មានទឹកនិងជាទីដែលពុំមានរុក្ខជាតិដុះមនុស្សកាលណាមិនល្អហើយនឹងសោះកក្រោះប្រៀបបាននឹងទីទួលដូច្នោះដែរបុគ្គលកាលណាកោងកាចមិនចេះខ្លាចក្រែងគ្មានការអៀនខ្មាស់នឹងធ្វើអ្វីស្រេចតែទំនឹងចិត្តប្រះចាកសិលធម៌ឬធ្វើអ្វីផ្ទុយពីបំណងរបស់មនុស្សខុសនឹងទំនៀមរបស់សង្គមរបស់មនុស្សជាតិបុគ្គលនោះឈ្មោះថាជាមនុស្សក្បាលទួលឬជាមនុស្សដែលស្ថិតនៅលើទីទួលរុក្ខជាតិនិងតិណជាតិទាំងឡាយដែលដុះលូតលាស់តែនៅលើទីណាដែលមានទឹកទីទំនាបទីមានសំណើមទីដែលមានជីវជាតិយ៉ាងណាសិរីតែងកើតមានចំពោះបុគ្គលណាដែលមានសិលធម៌និងសុជីវធម៌ក៏យ៉ាងនោះដែរទីទួលមិនមានតិណជាតិដូចគ្នានឹងមនុស្សទួលដែលមិនមានញាតិមិត្តរាប់រកទីទួលមិនមានពុច្ឆជាតិដូចគ្នានឹងមនុស្សទួលដែលមិនមានគេស្រឡាញ់ចូលចិត្តទីទួលជាទីដែលគ្មានទឹកដូចគ្នានឹងមនុស្សទួលដែលរស់នៅមានតែភាពក្តៅក្រហាយទីទួលមិនបានផ្ដល់ទ្រនំដល់ពពួកវងបក្សី
នឹងមិនបានជាទីពេញចិត្តនៃពពួកភមរចិត្តយ៉ាងណាមនុស្សទួលក៏មិនបានជាទីពឹងរបស់ខ្លួនឯងនិងអ្នកដទៃក៏យ៉ាងនោះដែរពាក្យចាស់បានពោលថាលៀបយុះតែងបាត់ទៅសេរីបាក់ទៅសេរីទួលហៅម្ដេចក្ដីទឹកទៅពំដល់លៀបយុះតែងបាក់ទៅសេរីទួលហៅម្ដេចក្ដីទៅមិនដល់មានន័យថាបុគ្គលណាបណ្ដោយខ្លួនឲ្យថិតនៅលើទីទួលទោះបីជាបន់ស្រន់ចង់បានការស្រឡាញ់រាប់អានការគោរពកោតក្រែងនិងចង់បានលៀបយុះជាដើមពុំបានឡើយ13ការងារជាសម្រស់នៃជីវិតហេតុអ្វីបានជាថាការងារជាសម្រស់នៃជីវិតមិត្តអ្នកអានខ្លះប្រហែលជាមិនយល់ស្របតាមទស្សនៈនេះទេព្រោះការងារធ្វើឲ្យពួកគេលំបាកកាយនិងកើតការតានតឹងធុញថប់តាមផ្លូវចិត្តជាការពិតហើយការងារធ្វើឲ្យមនុស្សរវល់និងមានសម្ពាធផ្លូវចិត្តប៉ុន្តែប្រសិនបើគ្មានការងារធ្វើវិញនោះវានឹងរឹតតែធ្វើឲ្យលោកអ្នកធុញថប់អបសុខជាងការដែលមានការងារធ្វើទៅទៀតមនុស្សកាលណាទំនេរច្រើនពេកច្រើនតែគិតរវើរវាយតប់ប្រមល់នឹងអាចធ្វើអំពើមិនគួរគប្បីផ្សេងនៅពេលបានជួបគ្នាមនុស្សតែងសម្ដែងការគួរសមសួរសុខទុក្ខនិងសួរនាំអំពីការងារជាដើមលោកឪពុកអ្នកម្ដាយខ្លះមានសេចក្តីរីករាយសប្បាយចិត្តនៅពេលដែលបានឃើញកូនរបស់ខ្លួនមានការងារធ្វើល្អមានចំណូលអាចផ្គត់ផ្គង់ជីវិតខ្លួនបានជាងនេះទៅទៀតនៅពេលដែលមានគេសួរគាត់ថាតើកូនរបស់អ្នកធ្វើការអ្វីដែរលោកអ្នកនឹងឆ្លើយប្រាប់គេដោយរួតរះឆ្លើយទាំងអំណរនិងព្រមដោយមុខញញឹមថាកូនខ្ញុំធ្វើការងារនេះមានតំណែងនោះជាដើមប៉ុន្តែផ្ទុយទៅវិញប្រសិនបើកូនរបស់គាត់ពុំមានការងារធ្វើទេហើយមានគេសួរគាត់ដូចគ្នានោះដែរលោកអ្នកធ្លាក់ទឹកចិត្តលោកនឹងធ្លាក់ទឹកចិត្តនឹងអាចមិនហ៊ាននិយាយប្រាប់គេថាកូនគាត់គ្មានការងារធ្វើនោះទេព្រោះខ្មាស់គេនឹងខ្លាចគេថាកូនគ្មានតម្រេះដូច្នេះការងារល្អជាផ្នែកមួយធ្វើឲ្យជីវិតមានសម្រស់ព្រោះថាការងារនាំឲ្យមានទ្រព្យមនុស្សរាប់អានបង្កើតបានទៅជាកិត្តិយសនិងបានជាទីពឹងពំនាក់របស់មនុស្សនៅក្នុងសង្គមនោះឯងនឹងហើយចឹងភាគទី2សូមឆ្លេះតែប៉ុណ្ណេះហើយអរគុណសម្រាប់ការតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់សូមមានសុខភាពល្អសិរីសួស្តីកើតមានដល់លោកអ្នកទាំងអស់គ្នាសូមអរគុណ